កាលពីថ្ងៃទី20ខែកក្កដាឆ្នាំ2021កន្លងទៅរដ្ឋបាលខេត្តកំពង់ធំបានប្រារព្ធពិធីអធិកអធមក្នុងការលើកតម្កល់និមិត្តសញ្ញាផ្លូវការរបស់ខេត្តដែលស្ថិតនៅទីតាំងភូមិ1សង្កាត់កំពង់ធំក្រុងស្ទឹងសែននិមិត្តសញ្ញានេះមិនមែនគ្រាន់តែជារូបភាពធម្មតានោះទេប៉ុន្តែវាគឺជាដួងព្រលឹងនិងគឺជាមោទនភាពដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រវប្បធម៌និងសក្តានុពលផ្នែកសេដ្ឋកិច្ចដ៏អស្ចារ្យនៃទឹកដីខេត្តកំពង់ធំថ្ងៃនេះយើងនឹងទៅស្វែងយល់លម្អិតអំពីអត្ថន័យនៃរូបតំណាងទាំង5ដែលបង្កប់នៅក្នុងនិមិត្តសញ្ញាមួយនេះ 1. ប្រាសាទយាយព័ន្ធរូបតំណាងដំបូងបង្អស់ដែលយើងឃើញយ៉ាងច្បាស់ជាងគេនោះគឺរូបប្រាសាទយាយព័ន្ធតំណាងឲ្យភាពរុងរឿងបំផុតនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី7នៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី1ប្រាសាទយាយព័ន្ធគឺជាក្រុមប្រាសាទមួយដ៏សំខាន់នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកប្រាសាទសម្បូរព្រៃគុកការដាក់បញ្ចូលរូបប្រាសាទនេះគឺដើម្បីរំលឹកដល់ឫសគល់នៃអាណាចក្រចេនឡានិងបង្ហាញពីជំនឿសាសនាដ៏មុតមាំរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនាដែលជាមូលដ្ឋានគ្រឹះនៃសិល្បៈនិងវប្បធម៌ខ្មែររហូតមកដល់សព្វថ្ងៃនេះ 2. បដិមាតោបន្ទាប់មកទៀតគឺរូបបដិមាតោប្រសិនបើលោកអ្នកធ្លាប់ទៅទស្សនាប្រាសាទសម្បូរព្រៃគុកលោកអ្នកច្បាស់ជាស្គាល់ប្រាសាទតោជាមិនខានរូបបដិមាតោនៅក្នុងនិមិត្តសញ្ញានេះតំណាងឲ្យភាពអស្ចារ្យនៃសិល្បៈខ្មែរនាចុងសម័យចេនឡាលើសពីសិល្បៈតោក៏ជានិមិត្តរូបនៃអំណាចអានុភាពខ្លាំងក្លានិងការការពារវាបង្ហាញថាខេត្តកំពង់ធំគឺជាទឹកដីដែលមានភាពរឹងមាំនិងមានកិត្យានុភាពខ្ពង់ខ្ពស់តាំងពីសម័យបុរាណមកម្ល៉េះ 3. ដំរីជួនខ្លារូបតំណាងទី3ដែលមានលក្ខណៈពិសេសប្លែកនិងគឺជាអត្តសញ្ញាណសម្គាល់ខេត្តកំពង់ធំយ៉ាងច្បាស់លាស់គឺរូបដំរីជួនខ្លារូបសំណាកនេះមានប្រវត្តិយូរលង់មកហើយដោយគេជឿថាមានតាំងពីអំឡុងទសវត្សរ៍ឆ្នាំ60មកម្ល៉េះរូបដំរីជួនខ្លាមិនត្រឹមតែជារូបសំណាកសម្រាប់លម្អក្រុងនោះទេប៉ុន្តែវាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីតថភាពធនធានធម្មជាតិដ៏សម្បូរបែបនៃខេត្តកំពង់ធំដែលកាលពីមុនជាតំបន់សម្បូរទៅដោយព្រៃព្រឹក្សានិងសត្វព្រៃកម្រជាពិសេសគឺដំរីនិងខ្លានេះឯងវាគឺជានិមិត្តរូបនៃជ័យជំនះនិងតុល្យភាពនៃធម្មជាតិ 4. គួរស្រូវបង្ហាញពីមោទនភាពនៃវិស័យកសិកម្មខេត្តកំពង់ធំគឺជាជង្រុកស្រូវដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាគួរស្រូវពណ៌មាសតំណាងឲ្យភាពសម្បូរសប្បាយភាពរុងរឿងនិងជីវភាពធូរធាររបស់ប្រជាជនខ្មែរដែលពឹងផ្អែកទៅលើភោគផលកសិកម្មសបញ្ជាក់ថាទឹកដីនេះគឺជាដីមាសដីប្រាក់ដែលអាចចិញ្ចឹមបីបាច់កូនចៅឲ្យរស់ក្នុងសេចក្តីសុខដុមរមនា 5. ដើមឈើរូបតំណាងនេះគឺបង្ហាញពីភាពរីកចម្រើនលើវិស័យកសិឧស្សាហកម្មខេត្តកំពង់ធំត្រូវបានគេស្គាល់ថាជាខេត្តដែលមានផ្ទៃដីធំទូលាយនិងមានដីមានជីជាតិខ្ពស់បំផុតដែលអំណោយផលដល់ការដាំដុះដំណាំកសិឧស្សាហកម្មដូចជាកៅស៊ូស្វាយចន្ទីនិងឈើហូបផ្លែផ្សេងទៀតដើមឈើនេះតំណាងឲ្យការលូតលាស់មិនឈប់ឈរនិងនិរន្តរភាពនៃផ្នែកសេដ្ឋកិច្ចបៃតងនៅក្នុងខេត្តកំពង់ធំនិមិត្តសញ្ញាខេត្តកំពង់ធំថ្មីនេះគឺជាការចងក្រងនៅរឿងរ៉ាវប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំពុកបញ្ចូលជាមួយនឹងសក្តានុពលផ្នែកសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះវាមិនត្រឹមតែជាការរៀបចំសណ្ដាប់ធ្នាប់រដ្ឋបាលប៉ុណ្ណោះទេប៉ុន្តែគឺជាការលើកកម្ពស់តម្លៃវប្បធម៌ខ្មែរឲ្យកាន់តែខ្ពង់ខ្ពស់ចុះអ្នកវិញយល់យ៉ាងណាដែរចំពោះនិមិត្តសញ្ញាដ៏មានអត្ថន័យមួយនេះសូមកុំភ្លេចបញ្ចេញមតិយោបល់នៅខាងក្រោមកុំភ្លេចចុច like share ដើម្បីទទួលបានវីដេអូទាក់ទងនឹងចំណេះដឹងទូទៅនិងប្រវត្តិសាស្ត្រខ្មែរជាច្រើនទៀតសូមអរគុណ